សូមជូនរឿងបុរសកាលកណីការមិនឆ្មាំងឆ្មៃជាលក្ខណៈរបស់បណ្ឌិតមានសេចក្តីដំណាលថាមានអនាថបណ្ឌិតកសិទ្ធិមានសម្លាញ់ម្នាក់ឈ្មោះកាលកណីធ្លាប់លេងល្បែងក្មេងជាមួយគ្នាកាលពីកុមារតូចនិងធ្លាប់រៀនសូត្រក្នុងសាលាជាមួយគ្នាដល់ពេលធំមានបុត្រភរិយារៀងខ្លួនបុរសឈ្មោះកាលកណីនោះធ្លាក់ខ្លួនជាអ្នកក្រឯអនាថបណ្ឌិតកសិទ្ធិឡើងជាមហាសេដ្ឋីបុរសកាលកណីឃើញសម្លាញ់មានទ្រព្យសម្បត្តិច្រើនទៅសុំពឹងពាក់នៅអាស្រ័យជាមួយអនាថបណ្ឌិតកសិទ្ធិមានសេចក្តីត្រេកអររីករាយទទួលឲ្យនៅឲ្យជួយមើលការខុសត្រូវរបស់ខ្លួនបានទំនុកបំរុងចំណីអាហារគ្រឿងសម្លៀកបំពាក់មិនឲ្យខ្វះខាតឡើយបុរសកាលកណីក៏ជួយធ្វើការផងមើលការខុសត្រូវផងដោយស្មោះស្ម័គ្រដោយការងាររបស់ខ្លួនថ្ងៃមួយមិត្តនិងទេសកលរបស់សេដ្ឋីនាំគ្នាទៅនិយាយប្រាប់សេដ្ឋីថាបបិទ្ធសម្លាញ់លោកសេដ្ឋីសូមកុំឲ្យបុរសកាលកណីនៅក្នុងសំណាក់លោកឡើយព្រោះពាក្យថាកាលកណីនេះចង្រៃណាស់ក្រែងលោមានគ្រោះថ្នាក់ដល់វិនាសអន្តរាយម្យ៉ាងទៀតបុរសកាលកណីនេះជាមនុស្សក្រីក្រអនាថាមិនមែនជាបុរសសមឋានៈជាមិត្តសម្លាញ់ជាទីរាប់អានរបស់លោកឡើយមហាសេដ្ឋីត្រេះរិះក្នុងចិត្តថាបុរាណបណ្ឌិតទាំងឡាយលោកមិនកំណត់យកនាមឈ្មោះជាមង្គលឬអពមង្គលនោះទេស្រេចតែអំពើដែលធ្វើទើបកំណត់ថាអំពើនេះជាមង្គលឬជាអពមង្គលបានឯខ្លួនអញក៏មិនគួរលះបង់ចោលសម្លាញ់ចាស់របស់អញព្រោះតែខ្លាចមានគ្រោះថ្នាក់ខ្លាចថោកទាបខ្លួននោះទេត្រេះរិះដូច្នេះហើយក៏ស្ងៀមពុំនិយាយអ្វីឡើយថ្ងៃមួយមហាសេដ្ឋីមានកិច្ចទៅត្រួសត្រាយមើលសុខទុក្ខរបស់ប្រជារាស្ត្រដែលនៅក្នុងស្រុកសួយរបស់លោកមុននឹងចេញទៅបានហៅបុរសកាលកណីជាសម្លាញ់មកផ្ដាំផ្ញើឲ្យមើលថែរក្សាផ្ទះសម្បែងទ្រព្យសម្បត្តិឲ្យក្នុងពេលយប់ដែលមហាសេដ្ឋីមិននៅនោះពួកចៅ500ដឹងថាសេដ្ឋីមិននៅដូច្នេះក៏នាំគ្នាកាន់គ្រឿងសពាវុធគ្រប់ដៃចូលមកឡើងព័ទ្ធជុំវិញផ្ទះសេដ្ឋីចំណែកខាងបុរសកាលកណីតាំងចិត្តមិនដេកក្នុងវេលាយប់ខ្លាចសត្រូវចូលមកបៀតបៀនកំពុងតែអង្គុយចាំយាមស្រាប់តែឃើញពួកចៅព័ទ្ធជុំវិញផ្ទះក៏ដាស់មនុស្សនៅក្នុងផ្ទះឲ្យភ្ញាក់ឡើងលេងភ្លេងសូរតន្ត្រីដោយការសេដ្ឋីនៅពួកចៅខំពិនិត្យស្ដាប់ឮសូរសំឡេងតន្ត្រីរងំក៏សម្គាល់ថាសេដ្ឋីនៅក្នុងផ្ទះតើបើដូច្នេះយើងឆាប់រត់ចេញក៏នាំគ្នារត់ចេញអស់ទៅចោលគ្រឿងសពាវុធនៅត្រៀបត្រាជុំវិញផ្ទះពួកអ្នកស្រុកទាំងឡាយដឹងថាចោលចេញទៅអស់ហើយក៏នាំគ្នាមកមើលជុំវិញផ្ទះសេដ្ឋីឃើញសុទ្ធតែគ្រឿងសពាវុធបានដឹងថាចោលរត់ទៅដោយឧបាយរបស់បុរសកាលកណីក៏នាំគ្នាសរសើរគ្រប់គ្នាដល់សេដ្ឋីត្រឡប់មកវិញនាំគ្នាទៅជម្រាបសេដ្ឋីសរសើរអំពីគុណភាពរបស់បុរសកាលកណីគ្រប់គ្នាទើបសេដ្ឋីនិយាយតបវិញថាពេលមុនអ្នករាល់គ្នាប្រាប់ឲ្យខ្ញុំដេញបុរសកាលកណីនេះចេញព្រោះខ្លាចចង្រៃឥឡូវត្រឡប់ជាសរសើរថាជាសុភមង្គលប្រាប់ខ្ញុំមកវិញបើយើងដេញចេញឈប់ឲ្យនៅទ្រព្យយើងនៅក្នុងទីនេះអស់រលីងហើយព្រោះហេតុនោះសូមអ្នករាល់គ្នាជ្រាបថាបុរសកាលកណីនេះជាសម្លាញ់ចាស់របស់ខ្ញុំធ្លាប់លេងសើចរៀនសូត្រជាមួយគ្នាតាំងពីតូចខ្ញុំកាន់យកត្រង់សេចក្តីរាប់អានស្មោះត្រង់នឹងគ្នានោះជាប្រមាណមិនមែនយកត្រង់ឈ្មោះល្អឬអាក្រក់ជាប្រមាណនោះទេនិយាយដូច្នេះហើយបានឲ្យរង្វាន់ដល់បុរសកាលកណីនោះជាការតបគុណ